មើលមុខពូបារាំងហើយសប្បាយចិត្តណាស់បងប្អូនអើយបានមកឃើញទុរេនលើកទី1មកឈរមុខទុរេនហើយមានស្នាមញញឹមអញ្ចឹងណាខ្ញុំមានអារម្មណ៍ថារំភើបនិងសប្បាយរីករាយមែនទែននៅពេលដែលឃើញប្តីខ្ញុំហើយកូនខ្ញុំគាត់សប្បាយចិត្តបែបហ្នឹងណាហើយដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជាលើកនេះពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានអនុស្សាវរីយ៍ជាច្រើនមែនទែនហើយដែលខ្ញុំបាននាំកូននាំប្តីខ្ញុំឲ្យមកមើលឃើញពីប្រទេសកម្ពុជាពីជីវភាពនិងរបៀបរស់នៅអញ្ចឹងណាបងប្អូនហើយជាពិសេសហ្នឹងគឺបានមកភ្លក់រសជាតិទុរេនស្រស់ៗពីស្រុកយើង ខ្ញុំសប្បាយចិត្តណាស់ណែបងប្អូននាំប្តីនាំកូនមកមើលចំការទុរេនលើកទី1ណាគាត់មិនដែលឃើញទេចំការទុរេនដែលស្រស់អញ្ចឹងណាហើយខ្ញុំមកស្រុកខ្មែរលើកនេះហ្នឹងគឺជូនគាត់មកទទួលយកបទពិសោធន៍មកភ្លក់ទុរេននៅចំការតែម្ដងបងប្អូនថាតើវាមានរសជាតិយ៉ាងណាអញ្ចឹងណាបើសម្រាប់កូនស្រីខ្ញុំគឺគាត់សប្បាយក្នុងការញ៉ាំមែនតែនក៏ប៉ុន្តែកូនប្រុសខ្ញុំមិនសូវទេកូនប្រុសខ្ញុំអ្នកចលោហ្នឹងរបៀបថាមិនហ៊ានណាហ្នឹងហើយគាត់មិនមែនសូវអ្នកចេះញ៉ាំទុរេនទេប៉ុន្តែកូនស្រីខ្ញុំចូលចិត្តណាស់ហ្នឹងហើយកូនខ្ញុំម្នាក់ប្រុសស្តៀងប៉ាគេបើម្នាក់ស្រីការហូបចុកអីស្តៀងខ្ញុំច្រើនហើយបទពិសោធន៍ទាំងអស់នេះខ្ញុំជឿជាក់ថាកូនខ្ញុំនឹងនៅចងចាំព្រោះអីគាត់រៀងអាយុច្រើនដែរណាអាយុ5ឆ្នាំហង8ឆ្នាំហងអញ្ចឹងទៅគាត់អាចចងចាំពីបទពិសោធន៍ដែលមកលេងប្រទេសខ្មែរនឹងមានអារម្មណ៍មិនខ្លះក៏បានទៅណាខ្លះអញ្ចឹងណាខ្ញុំគោលបំណងដែលមកហ្នឹងគឺទី1បំពេញសេចក្តីស្រមៃឲ្យខ្លួនឯងផងចង់និយាយថាយើងនឹកស្រុកនឹកប្រទេសអញ្ចឹងណានឹកបងប្អូនមកលេងឲ្យសប្បាយចិត្តហើយទី2ហ្នឹងគឺថាជូនប្តីជូនកូនឲ្យមកបានមើលពីជីវភាពរស់នៅរបស់ប្រទេសកម្ពុជាការរស់នៅអីចឹងទៅហើយដូចតារ៉េនអញ្ចឹងគឺពួកគាត់ឃើញតែផ្លែទេនៅខាងស្រុកគេហ្នឹងគាត់មិនដែលដឹងថាដើមហ្នឹងវាយ៉ាងម៉េចរូបរាងពិតប្រាកដហ្នឹងគេដាំដុះយ៉ាងណាយ៉ាងណីអញ្ចឹងណាហើយបានខ្ញុំនាំគាត់មកអញ្ចឹងទៅគាត់សប្បាយរីករាយមែនតើទាំងខ្លួនឯងក៏ខ្ញុំសប្បាយដែរហើយមុខប្តីខ្ញុំញញឹមបងប្អូនអើយហើយនាំកូនមកឲ្យមើលផ្លែតារ៉េនលើកកូនឲ្យមើលអញ្ចឹងណាហើយខ្លួនឯងនេះក៏មកទិញតារ៉េនខ្លះទុកញ៉ាំតាមផ្លូវអញ្ចឹងទៅបងប្អូននិយាយទៅប័ណ្ណពិសោធន៍មួយនេះគឺខ្ញុំសប្បាយរីករាយខ្ញុំអត់ស្ដាយទេក្នុងការចំណាយលុយមកចាយនៅស្រុកខ្មែរអឺតែឲ្យយើងបានទទួលបានអារម្មណ៍សប្បាយរីករាយបែបហ្នឹងគឺឆ្នាំក្រោយៗទៀតហ្នឹងគឺចង់មកទៀតហើយបងប្អូនហើយកលេចមើលកូនខ្ញុំនិងបងប្អូនជីដូនមួយគាត់នេះក្មួយស្រីខ្ញុំពាក់អាវលឿងហ្នឹងអាយុប្រហែលគ្នាខុសគ្នាប្រហែលជា6ខែទេពីរនាក់ហ្នឹងក៏ប៉ុន្តែស្រឡាញ់គ្នាណាស់លេងត្រូវគ្នាទៅណាមកណានឹងស្អិតរមួតជាមួយគ្នាហើយក្មួយស្រីខ្ញុំដែលពាក់អាវពណ៌លឿងហ្នឹងហើយជាម្នាក់មួយដែលយំពេលពួកខ្ញុំឡើងមកពលានយន្តហោះបាត់អាណិតក្មួយមែនតើគាត់ចេញបរៀនមកបាត់ពួកខ្ញុំអញ្ចឹងណាហ្នឹងហើយគាត់ធ្លាប់ងើបមកឃើញកូនខ្ញុំអស់ពីអាទិត្យធ្លាប់ដែលធ្លាប់លេងជាមួយគ្នាអញ្ចឹងទៅដល់ពេលគាត់បាត់បាត់ចរូនមួយគេហ្នឹងក៏គេយំសោកស្ដាយសំណោះហ្មងហ្នឹងហើយវីដេអូនេះខ្ញុំក៏អត់មានអីនិយាយច្រើនដែរបងប្អូនគ្រាន់តែចង់បង្ហាញបងប្អូនពីអឺទស្សនវិជ្ជាខ្លះដែលខ្ញុំបានទៅចំការទុរេនហើយទុរេនដែលខ្ញុំទៅហ្នឹងគឺនៅសំឡូតបងប្អូននៅសំឡូតនៅខេត្តបាត់ដំបងណាយ៉ាជិះមកឆ្ងាយដែរតែមកបានដល់ចំការហ្នឹងតែទោះជាឆ្ងាយយ៉ាងណាក៏ដោយបងប្អូនក៏អារម្មណ៍សប្បាយរីករាយហ្នឹងវាធ្វើឲ្យថាការលះបង់យើងនឹងវាមានន័យណាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេណាបងប្អូនអរគុណច្រើនសម្រាប់ការចំណាយពេលទស្សនាវីដេអូមួយនេះ